ចឹងទៅជាមួយនឹងការដោះសម្អាតនៅលើតួម៉ាស៊ីនរបស់វានេះគឺវាមានជាមួយនឹងកលឹះសងខាងនេះឃើញអត់យើងចុចសងខាងនេះមកចុចសងខាងហើយយើងដកវាចេញអានេះគឺយើងអាចដោះវាយកទៅសម្អាត clean វាឲ្យបានស្អាតហើយស្ងួតទៅយើងដាក់ចូលវិញក៏បានហើយនៅលើតួម៉ាស៊ីននេះគឺយើងអាចដោះវាចេញមកបានដែរចង់ដោះ ruler នេះទៅសម្អាតក៏បានដូចគ្នាដែរអញ្ចឹងដំបូងយើងដោះម៉ាស៊ីនចេញមកអូខេអញ្ចឹងនៅកន្លែង ruler របស់វានេះគឺយើងអាចដោះចេញបានដូចគ្នាដែរហើយបើសិនតែអ្នកគ្នាដោះចេញហើយអត់ដឹងថាដាក់ពណ៌មួយណាចូលកន្លែងមួយណាគឺវាមានពណ៌សម្គាល់រួចរាល់ហើយមកខាងនេះពណ៌ខៀវក៏ដាក់ពណ៌ខៀវខាងនេះពណ៌ក្រហមដាក់ពណ៌ក្រហមអញ្ចឹងយើងអាចដាក់មើលតាមរូបសញ្ញារបស់វាបានហើយដល់ពេលយើងដកគឺយើងមើលអាកន្លែងកលឹះខាងក្នុងនេះយើងអាចចុចចូលគ្នាហ្មងអញ្ចឹងខ្ញុំចាប់ចូលហើយយើងដកចេញមកនេះដកចេញមកអូខេអញ្ចឹងដល់កន្លែងនេះត្រូវការដោះ ruler ចេញយើងគ្រាន់តែដកវាចេះដោះចេញបានហើយនេះ ruler វាហ្នឹងណាអញ្ចឹងបើសិនអ្នកនរគ្នាត្រូវការសម្អាតវាអីគឺយើងអាចសម្អាតវាបានអត់បាក់ទេខាងនេះក៏យើងអាច check មើលវាសម្អាតវាបានដែរអញ្ចឹងការដោះសម្អាតរបស់យើងរួចរាល់អញ្ចឹងយើងមើលពណ៌សម្គាល់របស់វាមកហើយខាងនេះគឺវាមានប្រហោងមួយដែរចាប្រហោងនេះគឺយើងដាក់ចូលយើងដាក់ចូលអញ្ចឹងមកដល់ពេលយើងសេរីវាចូលឡើងត្រូវងាំហើយគឺវាចូលដល់កន្លែងនេះហើយយើងដាក់ចូលមកសេរីវាឲ្យត្រូវងាំមកអូខេពេលនេះចូលហើយអញ្ចឹងដល់ពេលទៅចូលហើយហ្នឹងគឺយើងយកអានេះមកយើងមើលអាកន្លែងប្រហោងពីរសងខាងនេះគឺយើងដាក់ចូលក្នុងអាកន្លែងនេះអាកន្លែងកប៉ុយវាកន្លែងនេះមកដាក់ចូលកន្លែងនេះមកហើយមួយទៀតដាក់ចូលដូចគ្នាមកនេះដាក់ចូលពេលនេះមកសកត់វាមករួចរាល់ហើយយើងចង់ដាក់ជាមួយនឹងសទេសរបស់វានៅលើនេះក៏អត់ប្រមាថដូចគ្នាដែរយើងគ្រាន់តែយកវាមកដាក់ពេលនេះមកយើងសកត់លើមកក្រឹកនេះមកចូលញ៉ាំវាគឺរួចជាការស្រេចហើយអត់ប្របាក់ទេបងប្អូនអរគ្នាអញ្ចឹងអានេះគឺជា brush ដែលគេថែមជួយឬក៏ include នៅក្នុងប្រអប់ដើម្បីឲ្យយើងធ្វើការសម្អាតជាមួយនឹងម៉ាស៊ីនរបស់យើងតាមកន្លែងដែលវាទូចហើយជ្រៅប្របាក់លុយចូលគឺយើងធ្វើការប្រើប្រាស់ហ្នឹងហើយកន្លែងនេះគឺជាកន្លែងដែលយើងដាក់ brush បែបនេះកុំឲ្យមានការបាត់តាណាឬក៏ប្របាក់ក្នុងការសម្អាតអីឬក៏ទុកដាក់អីចឹងដាក់ហើយយើងដាក់ចូលកន្លែងនេះអញ្ចឹងបាសទេសខាងក្រោមរបស់វានេះគឺយើងអាចដោះសម្អាតបានដូចគ្នាដែរព្រោះពេលខ្លះនៅពេលដែលយើងសម្អាតទៅវាមានកាកសំណល់ធលីឬក៏កតិចដីកតិចអីអញ្ចឹងណាគឺវានឹងកក់នៅលើនេះហើយយើងអាចដោះវាមើលក៏យើងអាចមើលជាមួយនឹងកលឹះនៅសងខាងវាបាននេះកន្លែងមកជ្រុងនេះគឺយើងអាចមើលបានវាមានសងខាងតែម្ដងទាំងអស់គ្នាអញ្ចឹងយើងអាចលើកវាសងខាងបែបនេះមកគឺយើងអាចលើកជាមួយនឹងសទេសខាងក្រោមនេះធ្វើការសម្អាតបានហើយកន្លែងនេះគឺយើងអាចសម្អាតបានអ្នកនរគ្នាឃើញអត់លាងទឹកអីមកឆ្ងាញ់ហ្មងអត់មានផលពិបាកអីទេនៅពេលយើងសម្អាតហើយដាក់ចូលវិញគឺយើងដាក់ដូចគ្នាយើងមើលឡើងនេះអាកន្លែងជ្រុងរៀងធំកន្លែងកែមនេះគឺនៅខាងមុខដាក់ទូនេះនៅខាងក្រោយដាក់ចូលវិញមកតែប៉ុណ្នេះរួចរាល់ហើយដោះជាមួយនឹងដងវាចេញដើម្បីបដូរទីតាំងបដូរផ្ទះអីអញ្ចឹងយើងងាយស្រួលដាក់តាមឡានអីអញ្ចឹងយើងអាចដោះដងវាចេញបានដូចគ្នាដែរគឺយើងយកជាមួយនឹងទល់ល្វីឬក៏ដែករៀងមូលទូចមិនណាយកមកញាត់ចូលក្នុងប្លន់នេះហើយយើងទាញសដកជាមួយនឹងដងវាចេញគឺរួចជាការស្រេចហើយនិយាយទៅការប្រើប្រាស់គឺអត់ទាំងប៉ុណ្្នឹងហើយបើសិនជាបងប្អូនអរគ្នាមានចង្អុលទៅต้องជាមួយនឹងការប្រើប្រាស់ម៉ាស៊ីន vacuum Derma VA900 តង់ចំណុចមួយណាអាចចូល comment នៅខាងក្រោមវីដេអូនេះបានហើយពួកខ្ញុំនឹងធ្វើជាវីដេអូណែនាំជាមួយនឹងកលឹះថ្មីបន្ថែមទៀតអរគុណជួបគ្នានៅវីដេអូក្រោយ